សិក្សាអំពីរូបមន្ត left left គឺរកតួអក្សរដែលនៅខាងឆ្វេងបាទ syntax ស្មើ left បើកវងកញ្ចក់គឺយើង select លើ text ហ្នឹងមក comma មួយមកហើយយើងបាទវាយចំនួនបាទតួអក្សរដែលត្រូវយកតោះអញ្ចឹងយើងមើលឧទាហរណ៍នៅក្នុង Microsoft Excel យើងទី1គឺយើងស្មើបាទ left បើកវងកញ្ចក់អញ្ចឹងមកបានយើង select លើ text ហ្នឹងមកបើយើងអត់មានយក number character ហ្នឹងទេយើង enter តែម្ដងអញ្ចឹងមានន័យថាវាយកតែមួយតួទេគឺយកអក្សរ C នៅខាងឆ្វេងតោះអញ្ចឹងដូចគ្នាដែរយើងស្មើ left select លើ text ហ្នឹងមក comma មកអញ្ចឹងយើងយកលេខហ្នឹង3អញ្ចឹងមានន័យថាបាទចម្លើយវាចេញ SEN អញ្ចឹងបានសេនេះគឺយើងចាប់ពីឆ្វេងមក3តួអក្សរគឺ S1 E2 N3 តោះអញ្ចឹងដូចគ្នាដែរឧទាហរណ៍យើងយកដល់6តួអក្សរអញ្ចឹង left បាទ select លើ text ហ្នឹងមក comma មកគឺយើងវាយលេខ6អញ្ចឹង enter មកគឺយើងមើលមាន L1 O2 N3 G4 ដក clear 5 F6 អញ្ចឹងមានន័យថាដក clear ហ្នឹងក៏វារាប់យកដែរអញ្ចឹងមានន័យថា6តួអក្សរ